ជីវិតយើងម្នាក់ហ្នឹងវាមានពេលខ្លះជួបរឿងល្អទៅមានពេលខ្លះជួបរឿងមិនសូវល្អទៅជាដំណើរធម្មជាតិនៃជីវិតគ្មានអ្នកណាអាចគេចផុតបានទេអ្នកទូចអ្នកធំអ្នកបួសសូម្បីតែព្រះសម្មាសម្ពុទ្ធដែលថាជាអ្នកកំពូលអ្នកមានបុណ្យហ្នឹងក៏គេចមិនផុតពីពេលខ្លះត្រូវគេជេរពេលខ្លះពិបាករកចង្ហាន់ឆាន់អញ្ចឹងទៅហើយទៅដល់ណាក៏មិនអាចគេចផុតពីរឿងមិនល្អនឹងដែរកុំគិតថាចាំមើលអញទៅធ្វើការងារនោះទៅមើលទៅសុកហើយអូយអញទៅនៅស្រុកនេះទៅលែងមានទុកហើយអញបានចេះមកលែងមានទុកអានឹងវាបានមកពេលវាត្រូវផ្លាស់ប្ដូរជាច្បាប់ធម្មជាតិអនិច្ចំច្បាប់នៃការប្រែប្រួលហ្នឹងអញ្ចឹងវាតលថារៀនសម្របខ្លួនដូចទឹកអញ្ចឹងវាហូរទៅកន្លោះកលៀនណាក៏វាហូរទៅរួចដែរជីវិតហ្នឹងក៏ត្រូវរៀនទទួលស្គាល់ការពិតពេលខ្លះជួបរឿងល្អយើងមានសទ្ធាកំណត់ដឹងថានឹងជាផលបុណ្យល្អយើងធ្លាប់ធ្វើបុណ្យកុសលចាំម៉ាយចាំឪធ្វើទានរក្សាសិលមានមេត្តាចម្រើនដោយកុសលធម៌សំពីបុណ្យច្រើនមកក៏បានជួបរឿងល្អស៊ីមានបានគេស្រឡាញ់គេចូលចិត្តប៉ុន្តែវាមិនចឹងទាំងអស់រហូតណាវាត្រូវពេលខ្លះថ្ងៃខ្លះរស់ស៊ីខាតថ្ងៃខ្លះត្រូវជួបគ្រោះថ្នាក់ថ្ងៃខ្លះត្រូវគេឬគេជេរមិនដឹងរឿងអីចឹងទៅអាហ្នឹងវាតតែកំណត់ដឹងថាពេលខ្លះវាមានរឿងមិនល្អអញ្ចឹងមានសទ្ធាមួយកំណត់ដឹងថានឹងជាផលហើយហេតុរបស់វាមិនល្អបាបកម្មធ្លាប់កັບកេងធ្លាប់និយាយដើមធ្លាប់កុហកបោកប្រាស់ធ្លាប់គំរោះគំរើយឲ្យម៉ែឪអីចឹងទៅអញ្ចឹងពូជមិនល្អហ្នឹងវានាំឲ្យជួបផលមិនល្អរឿងមិនល្អហើយបើយើងអង្គុយមួម៉ៅជាមួយនឹងរឿងហ្នឹងអាហ្នឹងបាបថ្មីថែមដៅកាហាយររឿងចងគំនុំគុំគួនអីចឹងទៅបាបថ្មីហ្នឹងបង្កើតពូជមិនល្អថ្មីសម្រាប់ផ្ដល់ផលមិនល្អទៅមុខទៀតតើយើងរៀនកំណត់ដឹងថាជីវិតហ្នឹងវាដូចជាទឹកអាឡកវាឡើងវាចុះវាជារឿងធម្មជាតិនៃទឹកអាឡកជីវិតហ្នឹងវាឡើងចុះអញ្ចឹងដែរជួបហើយក៏ដោះស្រាយទៅពឹងពាក់គេខ្លះហើយដោះសេចក្តីទុកពីក្នុងចិត្តថាអ្វីវាមិនចេះតែបានដូចចិត្តទេប្រឹងប្រែងបន្តទៅទៀតទៅកុំតុកសិចកុំអស់សង្ឃឹមកុំអង្គុយស្ដីបន្ទោសអ្នកនេះអ្នកនោះហើយកុំឲ្យវាច្បោកច្បល់ទៅជារឿងគិតខុសទៅជារឿងធ្វើអញ្ចេះទៅបាត់ចង្រៃធ្វើអញ្ចោះទៅផុតគ្រោះអញ្ចឹងចេះតែហក់លោតផុតពីសទ្ធាក្នុងការជឿកម្មផលហ្នឹងជួនកាលវាទៅជាគេបោកប្រាស់អីផ្សេងទៅមិនបានកំណត់ដឹងថាយើងមានពូជមិនល្អយើងទទួលផលមិនល្អមិនអាចអ្នកណាមកខាត់ខាំងរារាំងបានទេហើយបើយើងចង់បានផលល្អយើងប្រឹងប្រែងសំពូជល្អពីឥឡូវទៅហើយរឿងកម្មពីអតីតយើងមិនអាចទៅលុបបំបត្តិបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គនៅទទួលផលនៃកម្មចាស់នឹងដែរត្រូវចុកខ្នងត្រូវគេពមៀលដុំថ្មទេវទត្តពមៀលដុំថ្មមកត្រូវជើងព្រះអង្គបែកឈាមអញ្ចឹងទៅត្រូវធ្លាក់ព្រះលោហិតអីចឹងទៅអានឹងព្រះផងទៅខាត់កម្មខ្លួនឯងនឹងខាត់មិនបានផងអញ្ចឹងឲ្យមានកម្មសកតាសទ្ធាថាសទ្ធាជឿជាក់មុតមមមួយថាសត្វលោករួមទាំងយើងគ្រប់គ្នានឹងប្រព្រឹត្តទៅតាមកម្លាំងកម្មអំពើដែលយើងបានធ្វើទាំងអតីតទាំងបច្ចុប្បន្នយើងអាចកែប្រែជោគវាសនាយើងទៅអនាគតបានប៉ុន្តែយើងត្រូវចាប់ផ្ដើមសាងហេតុល្អពីឥឡូវទៅយើងមិនអាចផ្ដេកផ្ដួលទៅលើកម្មពីអតីតទាំងស្រុងហើយតែកាលណាយើងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ដូចថាផ្អើលតាមគេអ្នកនេះឬចេះអ្នកនោះឬចោះចេះតែជួលច្រាលទៅឯងខ្ញុំជាអ្នកសម្រេចជោគវាសនាជីវិតរបស់ខ្ញុំទង្វើរបស់ខ្ញុំជាអ្នកចាត់ចែងជោគវាសនាឲ្យខ្ញុំជាម្ចាស់
ជីវិតម្ចាស់ជោគវាសនាអាហ្នឹងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ផ្ដេកផ្ដួលទៅរឿងអីផ្សេងទេអាហ្នឹងសទ្ធាប្រកបវិជ្ជាក្នុងពុទ្ធសាសនាធ្វើឲ្យយើងរឹងប៉ាំ